ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំតពីវគ្គមុននេះខ្ញុំបានថតបង្ហាញបងប្អូនពីការដេរប្រភេទកាក់អាវវីដេអូនេះខ្ញុំថតបង្ហាញបងប្អូនពីការភ្ជាប់ទុកខ្លួនវិញម្ដងពុទ្ធិសានេះខ្ញុំធ្វើជាវគ្គដើម្បីថតបង្ហាញបងប្អូនឲ្យយល់កាន់តែច្បាស់ពីវិធីក្នុងការដេរទាំងអាវប្រភេទអាវប៉ាក់អាវរៀងយើងសម្រាប់ចូលរួមកម្មវិធីមង្គលការបងប្អូនហើយម៉ូដនឹងដែរគឺដូចជាម៉ូដដែលនេះខ្ញុំបានដាក់នៅលើអេក្រង់ចឹងបងប្អូនហើយនេះគឺជាផ្នែកនៃផ្ទាំងទ្រូងបងប្អូនហើយជាទូទៅបងប្អូនប្រភេទអាវគឺនេះខ្ញុំដេរពីក្រោមឡើងមកលើដោយវីដេអូមុនដែលនេះខ្ញុំបានថតបង្ហាញជូនបងប្អូនដែរតែដោយសារខ្ញុំចង់ឲ្យបងប្អូនកាន់តែច្បាស់ពីវិធីក្នុងការដេរពីសម្លៀកបំពាក់ដើម្បីចូលរួមមង្គលការបងប្អូននេះខ្ញុំបានធ្វើជាវគ្គដើម្បីឲ្យបងប្អូនកាន់តែច្បាស់ព្រោះដោយសារបងប្អូនវិធីក្នុងការដេរសម្លៀកបំពាក់សំខាន់ដែរបងប្អូនការដេរនឹងបើសិនជាបងប្អូនចាប់ផ្ដើមរៀនគឺការដេរនឹងគឺយូរជាងកាត់តែបងប្អូនដោយសារការដេរយើងមានកលុកកលាក់ក្នុងវិធីតិចនិចក្នុងការដេរក្នុងការចាប់ទាំងអាវយកមកដេរអញ្ចឹងណាបងប្អូនជាទូទៅបងប្អូនទៅកន្លែងដេរបងប្អូនចង់រៀនដេរកន្លែងណាក៏គេឲ្យបងប្អូនចាប់ផ្ដើមដំបូងគឺអត់រៀនក្បួនទេណាបងប្អូនគឺចាប់ផ្ដើមដំបូងគឺបងប្អូនត្រូវរៀនពីការដេរមុនដោយសារចាប់ផ្ដើមនៃចំណេះវិជ្ជាផ្នែកកាត់ដេរដំបូងឡើយគឺបងប្អូនត្រូវឡើងម៉ាស៊ីនដើម្បីរៀននៃការដេរទាំងអាវឬក៏បងប្អូនរៀនឲ្យស្ទាត់នៃការដេរនឹងសិនណាអញ្ចឹងវីដេអូដែលខ្ញុំថតបង្ហាញបងប្អូននេះខ្ញុំនឹងចាប់ផ្ដើមបង្ហាញបងប្អូនពីវិធីក្នុងការដេរផ្ទាំងអាវមុនហើយនេះខ្ញុំនឹងចាប់ផ្ដើមតវីដេអូក្រោយទៀតខ្ញុំនឹងថតបង្ហាញបងប្អូនពីវិធីក្នុងការចោះអាវហើយនិងការកាត់ផ្ទាំងអាវដើម្បីឲ្យបងប្អូនយល់ឲ្យច្បាស់ពីវិធីក្នុងការកាត់សម្លៀកបំពាក់ផ្នែកខ្សែកាត់ដេរអញ្ចឹងណាតែវីដេអូនេះខ្ញុំនឹងថតបង្ហាញជូនបងប្អូនពីការដេរផ្ទាំងអាវថាការដេរគឺគេដេរយ៉ាងម៉េចហើយចាប់ពីណាទៅណាចឹងឥឡូវវីដេអូនេះខ្ញុំនឹងថតបង្ហាញបងប្អូនហើយចំណែកនេះខ្ញុំកំពុងតែដេរនេះគឺចូលដល់ផ្ទាំងក្រោយឯងបងប្អូនផ្ទាំងក្រោយគឺយើងមាន6ជំនាកបងប្អូនមួយជំហៀងយើងដាក់រត់គឺមាន3សងខាងគឺ3ទាំងទាំងមូលនៃផ្នែកខាងក្រោយនេះគឺមាន6ណាដែលខ្សាជាទូទៅបងប្អូនប្រភេទអាវឥឡូវគឺធ្វើការជាផ្ដាច់ផ្ទាំងបែបហ្នឹងបងប្អូនយើងអត់ដេរដូចពីមុនយើងភ្ជាប់ផ្ទាំងចាប់ជីបយកទេគឺនេះខ្ញុំព្យាផ្ទាំងទាំងអស់ខាងមុខក៏ជាខាងក្រោយនឹងក៏ជាដូចគ្នាបងប្អូនជំរាបដូចវីដេអូដែលនេះខ្ញុំបានថតបង្ហាញជូនបងប្អូនបែបហ្នឹងហើយវីដេអូក្រោយនេះខ្ញុំនឹងថតបង្ហាញបងប្អូនពីវិធីក្នុងការភ្ជាប់